ម៉ែក្មេកខ្ញុំគ្រាន់តែមកពីផ្ទះបងថ្លៃវិញក៏ហ្មងទឹកគ្រឿងបែបខ្មែរហ្មងបែបខាន់ម្ហូបខ្មែរយូរគាត់ថារក្សាល្ងាចហ្នឹងធ្វើអាអីគេត្រីបុកឲ្យមានទឹកសម្រាប់ចុចហ្នឹងគាត់ចង់សាកអាហ្នឹងខ្ញុំថាអត់អីទេចាំខ្ញុំធ្វើហើយខ្ញុំអត់បានថតទៅបងប្អូនអើយក៏ជិះបញ្ចប់4 5មុខម្នាក់ឯងហ្នឹងចំហុយត្រប់ចំហុយអីហ្នឹងគឺដាក់ឆាហើយមួយផ្នែកទៀតទៅយើងធ្វើជាលក់អញ្ចឹងណាពួកអីត្រប់នេះយើងចំហុយសិនបានយើងយកមកឆាជាមួយនឹងសាច់ជ្រូកទៅឆ្ងាញ់បងប្អូននិយាយទៅខ្ញុំអត់សូវបានធ្វើម្ហូបហ្នឹងទេខ្ញុំឃើញសាប់ទៅឃើញគេឆាត្រប់លាយជាមួយសាច់ជ្រូកអញ្ចឹងហើយត្រប់ហ្នឹងមុននឹងគេឆាក៏យកមកចំហុយសិនហើយលើកទី1ម្ហូបមួយមុខហ្នឹងគឺខ្ញុំអត់ដែរសូវធ្វើទេដោយសារខ្ញុំធ្លាប់រដងឆាត្រប់អញ្ចឹងឆាតែបន្លែតែអត់ដាក់សាច់ទេដល់សារហ្នឹងយើងឆ្នៃយកមកឆាជាមួយនឹងសាច់ជ្រូកច្រាំចេះហើយថ្ងៃហ្នឹងសូវបានចូលចក្រានធ្វើម្ហូបទេដោយសារជួនទៅបាយក្រៅទៅជួនធ្វើខ្លួនឯងញ៉ាំទៅដល់ពេលថ្ងៃហ្នឹងម៉ែក្មេកហើយអូននីអ៊ីមកវិញចាប់ផ្ដើមចូលបំពេញតួនាទីធ្វើជាស្ត្រីមេផ្ទះទៀតហើយបងប្អូននិយាយថាមួយថ្ងៃហ្នឹងរោនឹកមុខម្ហូបពីអ្នកម៉ែក្មេកដល់ពេលឥឡូវម៉ែក្មេកកំងអញ្ចឹងអត់អីទេគឺយើងងាយស្រួលធ្វើនិយាយទៅទឹកគ្រឿងខ្ញុំធ្វើឲ្យមុនគេតែខ្ញុំអត់បានថតទេបងប្អូននៅកន្លែងរវល់វក់ពេកដោយសារម្ហូបច្រើនមុខដែរទឹកស៊ុបផងទឹកគ្រឿងផងហើយឆាពី3មុខទៀតអញ្ចឹងធ្វើឲ្យឲ្យលឿនដោយសាររៀងប្រញាប់ដែរដោយសារម៉ែក្មេកគាត់មករៀងជ្រៃម៉ោងហើយគាត់រៀងឃ្លានបាយដែរពេលអញ្ចឹងយើងប្រញាប់ធ្វើឲ្យហើយអញ្ចឹងណានិយាយទៅមុខម្ហូបឆាបែបចិនវាអត់យូរទេវាលឿនតែគាត់ថាបើយើងលាយបែបខ្មែរបែបអីទៀតវារៀងកញ្ចេះបញ្ចប់រៀងច្រើនមុខដែរហើយមានទឹកស៊ុបមានអីអញ្ចឹងណាខ្ញុំឆាឈួរអានេះគឺសំណប់ចិត្តរបស់ប្តីខ្ញុំហើយឆាតឡុងប្រាំងនេះគឺភាគច្រើនគាត់អត់ចូលចិត្តទេដាក់សាច់ដាក់អីគឺដាក់តែលាយជាមួយនឹងម្ទេសអីអញ្ចឹងទៅឬទៅផ្ទះខ្ញុំឲ្យតែប្រភេទឆាបន្លែគឺនឹងឆាបន្លែសុទ្ធហើយបើសាច់សុទ្ធអីអញ្ចឹងទៅលាយសាច់ហ្នឹងគឺតិចតួចមែនតែនណាមួយអ្នកផ្ទះខ្ញុំភាគច្រើនគាត់ចូលចិត្តបន្លែធ្វើម្ហូបឲ្យអស់ដាក់លើតុហ្នឹងចាំកកើចេញពីធ្វើការពួកអីរៀងជ្រៃម៉ោងដែរថ្ងៃហ្នឹងអត់ឃើញគាត់មកសោះយូរដាក់សារអត់ឃើញតបទៅពេលហើយចាំមកដល់ល្មមម៉ែក្មេកខ្ញុំគាត់លោគាត់ឃ្លានបាយហើយមកដល់ហ្នឹងខ្ញុំក៏រៀបចំម្ហូបអាហារអីឲ្យអស់ហ្នឹងឆ្អិនអស់ហើយពេលអញ្ចឹងយើងរៀបដាក់លើតុឲ្យស្រេចហើយខ្ញុំក៏ឆ្លៀតទៅចិត្តអលឹកចិត្តអីយកមកទុកលាងមាត់ពេលយើងញ៉ាំបាយឲ្យអស់អញ្ចឹងណាបងប្អូនហើយម្ហូបថ្ងៃនេះតំណងមែនតែនមានតាំងពីម្ហូបខ្មែរមានតាំងពីម្ហូបចាញ់អីមើលតែមាត់ម៉ែក្មេកខ្ញុំដឹងហើយបងប្អូនអើយគឺថាគាត់ជ្រលក់ទឹកគ្រឿងឡើងពេញមាត់ត្មងហើយគាត់ចប់បន្លែឡើងធំគាត់ថាឆ្ងាញ់មែនតែនដោយសារថ្ងៃមុននោះធ្វើឲ្យគាត់ហូបម្ដងដល់ពេលសារហ្នឹងរៀងយូរដែរតើគាត់កំងបានធ្វើឲ្យហូបម្ដងទៀតដែរបងប្អូនអើយពេញមាត់ដែរម្ហូបខ្មែរផងម្ហូបចិនផងដឹងលោកមួយណាមួយណីទេនិយាយពីថាឡើងឆ្ងាញ់មែនតែនជាពិសេសគឺលក់តគួនណាយើងស្រោះអីឲ្យអស់អញ្ចឹងយើងយកទៅចុចជាមួយទឹកគ្រឿងនិយាយពីថាចូលជាតិឆ្ងាញ់មែនតែនហើយមុខម្ហូបថ្មីថ្ងៃនេះគឺឆាត្រប់នេះក៏ឆ្ងាញ់ដែរប្តីខ្ញុំគាត់សរសើរគាត់ថាឆ្ងាញ់អាចដែរធ្វើឲ្យគាត់ញ៉ាំណាបងប្អូនខ្ញុំលាយជាមួយនឹងសៀងតិចហើយលាយមួយសាច់ជ្រូកពេលយើងឆាអីអញ្ចឹងទៅនិយាយពីថាជាតិមែនតែនដាក់ទៅឡើងឆ្ងាញ់ហ្មងរៀងប្លែកមាត់រហូតដល់នឹងឆាតែបន្លែតែទ្រាប់អីអញ្ចឹងបន្ទាប់ពីញ៉ាំបាយឲ្យអស់ក៏ងូតទឹកឲ្យកូន